ជម្រាបសួរលោកគ្រូអ្នកគ្រូសួស្តីបងប្អូនសិស្សានុសិស្សថ្នាក់ទី6ទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកភាសាខ្មែរអំណានរឿងក្តីសម័យនៅក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី6ទំព័រទី127ឡើងមកធ្វើការសិក្សាអានអំណានឆ្លើយសំណួរក៏ដូចជាការដោះស្រាយលំហាត់តែឥឡូវនេះកុំឲ្យខាតពេកយើងចូលទៅមើលសំណួរហើយនិងខ្លឹមសារលំហាត់ទាំងអស់គ្នាបាទនេះជាសំណួរហើយនិងលំហាត់របស់យើងបាទសំណួរគឺមាន4បាទបងប្អូនអាចមើលបានហើយលំហាត់យើងមានលំហាត់កខកហើយនិងខបាទអញ្ចឹងយើងចូលទៅស្ដាប់អត្ថបទអំណានពេលយើងស្ដាប់ចប់យើងនឹងធ្វើការឆ្លើយសំណួរក៏ដូចជាដោះស្រាយលំហាត់អត្ថបទអំណានរឿងក្តីស្រមៃស៊ីថាជាសិស្សរៀននៅវិទ្យាល័យមួយក្នុងខេត្តសៀមរាបនាងមានបងស្រីម្នាក់ឈ្មោះសុភីបពិការជើងម្ខាងសុភីបតែងស្រមៃថានាងនឹងមានការងារសមរម្យមួយនៅក្នុងពេលអនាគតថ្ងៃមួយពេលដែលស៊ីថារៀបនឹងចេញទៅបន្តការសិក្សានៅភ្នំពេញសុភីបសូមប្អូនទៅតាមដែរព្រោះចង់រកការងារធ្វើស៊ីថានិយាយទៅកាន់បងស្រីដោយក្តីអាណិតក្រៃលែងបងស្រីកុំព្រួយអីចាំខ្ញុំមានការងារធ្វើខ្ញុំចិញ្ចឹមបងមិនឲ្យពិបាកធ្វើការនឿយហត់ឡើយសុភីបមិនពេញចិត្តនឹងគំនិតនេះទេនាងឆ្លើយតបទៅប្អូនបងមានដៃអាចធ្វើការបានបងមិនអាចរស់ដោយសារប្អូនបានទេបងត្រូវតែរកការងារតាមលទ្ធភាពរបស់បងនាងបន្តទៀតថ្ងៃមុនបងមើលទូរទស្សន៍ឃើញមានហាងមួយដាក់សំទោសលក់ផ្កាស្អាតបងចង់ទៅរៀនកាច់ផ្កាណាស់បងអាចធ្វើការងារនេះបានឲ្យបងទៅជាមួយផងស៊ីថាមិនអាចខាត់បងស្រីបានក៏សុខចិត្តឲ្យបងស្រីទៅតាមមកដល់ភ្នំពេញសុភីបបានរៀនកាច់ផ្កានៅក្នុងហាងលក់ផ្កាដោយបំណងរបស់នាងអាស្រ័យដោយមានការខិតខំប្រឹងប្រែងមិនយូរប៉ុន្មានសុភីបខ្លាចជាអ្នកកាច់ផ្កាដល់ជំនាញម្នាក់ពេលត្រឡប់មកស្រុកកំណើតវិញនាងបានបើកហាងតូចមួយលក់ផ្កានៅជិតផ្សារក្នុងពេលប្រកបអាជីពនាងបានប្រើគំនិតច្នៃប្រឌិតបន្ថែមធ្វើឲ្យផ្កានៅក្នុងហាងរបស់នាងមានគ្រប់បែបហើយប្លែកជានិច្ចរាល់ថ្ងៃគេឃើញមានភ្ញៀវចេញចូលឥតឈប់ឈរសុភីបសប្បាយចិត្តណាស់ពេលនេះក្តីស្រមៃរបស់នាងខ្លាចជាការពិតហើយស៊ីថាកោតសរសើរបងស្រីនាងណាស់ស៊ីថាគិតថាមនុស្សពិការទាំងអស់សុទ្ធតែមានលទ្ធភាពកសាងជីវិតខ្លួនឲ្យល្អប្រសើរឡើងទៅតាមសមត្ថភាពរៀងខ្លួននិងអាចរស់នៅក្នុងសេចក្តីថ្លៃថ្នូរបាទពេលនេះខ្លឹមសារអត្ថបទអំណានយើងបានបញ្ចប់ឥឡូវនេះយើងចូលទៅឆ្លើយសំណួរនិងដោះស្រាយលំហាត់បាទឥឡូវនេះយើងចូលមកដល់ការឆ្លើយសំណួរទី1បាទរឿងនេះមានតួអង្គ2នាក់គឺស៊ីថានិងសុភីបទី2សុភីបមានបំណងចង់រៀនកាច់ផ្កាដើម្បីបានប្រាក់មកចិញ្ចឹមជីវិតទី3ដើម្បីសម្រេចបំណងរបស់ខ្លួនសុភីបបានទៅរៀនកាច់ផ្កានៅភ្នំពេញដោយមានការខិតខំប្រឹងប្រែងជាទីបំផុតទី4ចុងក្រោយរឿងនេះមានគំនិតអប់រំយើងឲ្យចេះតស៊ូទោះបីជាមានរាងកាយពិការក៏ដោយបាទយើងដឹងហើយថាសុភីបគឺពិការជើងបាទអញ្ចឹងយើងត្រូវចេះតស៊ូដោយមិនត្រូវអស់សង្ឃឹមនោះទេបាទអរគុណបងប្អូនអរគ្នាបាទអញ្ចឹងយើងបានឆ្លើយសំណួរហើយឥឡូវនេះយើងចូលទៅដល់ការធ្វើលំហាត់វិញម្ដងបាទលំហាត់កគេឲ្យយើងរកពាក្យសូរដូចនិងពាក្យចិត្តការទុកផ្សាររស់បាទអញ្ចឹងមានដល់ទៅ5ឯណោះបាទចិត្តយើងទៅសេបាន3បាទចិត្តទី1ថ្នាក់ពាក្យជានាមវិញ្ញាណសម្រាប់គិតឧទាហរណ៍ធីតាមានចិត្តល្អកម្ររកបានចិត្តទី2ជាកិរិយាកាត់ជាចំណិតបាទឧទាហរណ៍ម្ដាយខ្ញុំចិត្តបន្លែទុកស្លចិត្តមួយទៀតជានាមដែរបាទដូចកិរិយាដែរប៉ុន្តែថ្នាក់ពាក្យខុសគ្នាគឺចំនួនលេខស្មើនឹង7 10ដងបាទគេនិយាយកាត់គឺ70បាទចិត្តមួយទៀតថ្នាក់ពាក្យជានាម
មានន័យថាដែលគេផ្ចិតផ្ចង់រួចហើយគេច្រើនប្រើភ្ជាប់ជាមួយនាមបាទឧទាហរណ៍វិចិត្តវិជាបាទការវិញម្ដងបាទការថ្នាក់ពីកិរិយាមូសរសៃសូត្រឬសរសៃអំបោះឧទាហរណ៍ការសូត្របាទការមួយទៀតកិរិយាដែររៀបអាពាហ៍ពិពាហ៍បាទឧទាហរណ៍ការកូនការក្មួយបាទការមួយទៀតថ្នាក់ពីជានាមកិច្ចដែលត្រូវធ្វើបាទឧទាហរណ៍នារីធ្វើការងារផ្ទះហើយនឹងការមួយទៀតថ្នាក់ពីជានាមដែរហេតុដំណើរបាទឧទាហរណ៍ដូចជាហេតុការរបាយការណ៍បាទបន្តទៀតការថ្នាក់ពីជានាមមានន័យថាត្រចៀកបាទពាក្យរាជស័ព្ទឬក៏សង្ឃស័ព្ទបាទព្រះការបាទការមួយទៀតថ្នាក់ពីជានាមបំពង់សម្រាប់ដាក់ទឹកបាទឧទាហរណ៍ការទឹកបាទការមួយទៀតថ្នាក់ពីជានាមដែរសរសេរឈ្មោះអាសយដ្ឋានលើខ្នងសម្បត្តិបាទឧទាហរណ៍ការខ្នងសម្បត្តិបាទចូលដល់ទុកវិញម្ដងទុកយើងទៅសេបាន2បាទទុកទី1គឺកិរិយាដាក់វត្ថុអ្វីមួយនៅទីណាមួយដើម្បីឲ្យគង់នៅបាទឧទាហរណ៍បូណាទុកបិចលើតុបាទទុកមួយទៀតថ្នាក់ពីជានាមសេចក្តីព្រួយសេចក្តីលំបាកបាទឧទាហរណ៍ម្ដាយធីតាមានសេចក្តីកើតទុកជាខ្លាំងបាទចូលដល់ផ្សារបាទផ្សារយើងទៅសេបាន2ប៉ុន្តែមានផ្សារមានរោនោះមានថ្នាក់ពីខុសគ្នាបាទផ្សារទី1គឺកិរិយាបាទឈឺចាប់ពើតររៀលឈៀបដោយរបួសរលាត់បាទឧទាហរណ៍ផ្សារមុខរបួសបាទដូចជាយើងដួលត្រូវអីចឹងនឹងផ្សារបាទផ្សារមួយទៀតផ្សារមានរោថ្នាក់ពីជានាមទីប្រជុំបាទលក់របស់ផ្សេងបាទឧទាហរណ៍ដូចបងក្តីទៅផ្សារទិញទំនិញបាទផ្សារគេលក់ដូរណាបាទផ្សារមួយទៀតមានរោដែរជាកិរិយាភ្ជាប់ផ្ចិតដោយទឹកបន្សាបាទឧទាហរណ៍ដូចជាផ្សារដែកផ្សារឆ្នាំងបាទយើងឃើញហើយជាងខាងគេផ្សារដែកធ្វើដំបូលធ្វើអីនោះបាទចូលដល់រស់យើងសេបាន2រស់មានបន្តក់ហើយនឹងរស់អត់មានបន្តក់ទេអញ្ចឹងរស់មានបន្តក់នេះជាកិរិយាបាទមានន័យថាមានជីវិតមិនទាន់ស្លាប់ឧទាហរណ៍មន់រស់ទីរស់បាទមនុស្សរស់អីចឹងទៅបាទចូលដល់រស់មួយទៀតគឺថាពីជានាមមានន័យថាសម្ផស្សប្លែកដែលប៉ះពាល់ជីវហាសាបដឹងថាប្រៃជូរផ្អែមល្វីងចត់ជាដើមបាទឧទាហរណ៍ដូចជាអាហារមានរសជាតិជូរបាទឥឡូវនេះពាក្យសូដូចរបស់យើងទាំង5គឺបានបញ្ចប់ហើយអញ្ចឹងយើងបន្តទៅលំហាត់បន្តទៀតបាទយើងចូលទៅដល់លំហាត់ខគឺគេឲ្យយើងរកន័យដូចនឹងពាក្យផ្ទះអាជីពសិក្សាផ្កាបាទអញ្ចឹងផ្ទះបាទន័យដូចគឺមានលំនៅឋានគេហដ្ឋានរីកដំណាក់កុដិបាទហើយអាជីពមានដូចជាមុខរបរវិជ្ជាជីវៈបាទសិក្សាបាទសិក្សាមានដូចជារៀនសូត្រវឹកហាត់ហើយផ្កាបាទផ្កាគឺមានបុផាហើយនឹងបុសបាបាទលំហាត់កោវិញគឺគេឲ្យយើងរកពាក្យផ្ទុយបាទសបាយផ្ទុយនឹងកើតទុកប្រឹងប្រែងផ្ទុយនឹងខ្ជិលច្រអូសទំនេរផ្ទុយនឹងរវល់អនាគតផ្ទុយនឹងបច្ចុប្បន្នហើយនឹងបន្ថែមផ្ទុយនឹងបន្ថយហើយរស់ផ្ទុយនឹងស្លាប់បាទឥឡូវនេះយើងចូលទៅដល់លំហាត់ចុងក្រោយរបស់យើងគឺគេឲ្យយើងសង្ខេបរឿងឡើងវិញបាទលោកគ្រូធ្វើការអានការសង្ខេបរឿងបាទរឿងក្តីស្រមៃស៊ីថាជាសិស្សរៀននៅវិទ្យាល័យក្នុងខេត្តសៀមរាបនាងមានបងស្រីឈ្មោះសុភាពពិការជើងម្ខាងបងស្រីនាងចង់រកការងារសមរម្យមួយធ្វើនឹងគេតែស៊ីថាសន្យាថានឹងរកប្រាក់ចិញ្ចឹមនាងក្រោយមកសុភាពបានមកដល់ភ្នំពេញជាមួយប្អូនស្រីដើម្បីរៀនកាច់ផ្កានៅហាងមួយនៅទីបំផុតសុភាពក៏បានសម្រេចតាមបំណងហើយបានបើកហាងលក់ផ្កាមួយនៅស្រុកកំណើតនាងមុខរបររបស់នាងប្រព្រឹត្តទៅដោយទទួលបានជោគជ័យហើយស៊ីថាគិតថាមនុស្សពិការសុទ្ធតែមានលទ្ធភាពកសាងជីវិតឲ្យល្អប្រសើរតាមសមត្ថភាពរៀងៗខ្លួននិងអាចរស់នៅក្នុងសេចក្តីថ្លៃថ្នូរបាទសូមអរគុណលោកគ្រូអ្នកគ្រូអរគុណបងប្អូនសិស្សានុសិស្សអ្នកស្ដាប់ទាំងអស់គ្នាដែលបានចំណាយពេលបាទសិក្សារឿងក្តីសម័យនេះជាមួយនឹងលោកគ្រូសូមលោកគ្រូអ្នកគ្រូបងប្អូនជួយចុច Subscribe Channel YouTube លោកគ្រូដើម្បីជួបគ្នានៅមេរៀនក្រោយៗទៀតសូមអរគុណសូមសំណាងល្អ